ចុះបើនៅថ្ងៃណាមួយមនុស្សដែលអ្នកស្រឡាញ់ខ្លាំងបំផុតត្រឡប់មករកអ្នកវិញក្រោយបែកគ្នាអស់រយៈពេលជាង20ឆ្នាំតើអ្នកនឹងធ្វើដូចម្តេចនេះមិនមែនជារឿងភាគទេតែជារឿងពិតរបស់ Sunshine, Baby Su និង Ko Yeon Yup ឬគេស្គាល់ថា DJ Ko មានពេលខ្លះជីវិតអាចផ្ដល់ឱកាសឲ្យយើងបានជួបមនុស្សដែលធ្លាប់ស្រឡាញ់ម្ដងទៀតប៉ុន្តែការបានជួបគ្នាវិញមិនមែនមានន័យថាយើងនឹងមានពេលវេលានៅជាមួយគ្នារហូតនោះទេប្រិយមិត្តជាច្រើនប្រកាសជានៅចងចាំ Baby Su តារាសម្ដែងជនជាតិតៃវ៉ាន់ដែលល្បីល្បាញទូទាំងទ្វីបអាស៊ីតាមរយៈការសម្ដែងជាតួអង្គ Sunshine នៅក្នុងរឿង Ever ឬ Meteor Garden ដែលបានចាក់ផ្សាយនៅក្នុងឆ្នាំ2001រឿងភាគមួយនេះមិនត្រឹមតែទទួលបានការគាំទ្រយ៉ាងខ្លាំងនៅតៃវ៉ាន់និងចិនប៉ុណ្ណោះទេប៉ុន្តែក៏ល្បីល្បាញទូទាំងទ្វីបអាស៊ីរួមទាំងនៅប្រទេសកម្ពុជាផងដែរហើយបានធ្វើឲ្យ Baby Su ក្លាយជាតារាស្រីជាមុខម្នាក់នៅក្នុងសម័យនោះក្រៅពីភាពជោគជ័យលើអាជីពសិល្បៈជីវិតស្នេហារបស់នាងក៏ត្រូវបានមនុស្សជាច្រើនចាត់ទុកថាជារឿងស្នេហាមួយដែលប៉ះពាល់អារម្មណ៍បំផុតក្នុងពិភពសិល្បៈអាស៊ីរឿងរ៉ាវស្នេហារបស់អ្នកទាំងពីរបានចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ1998នៅពេលដែលក្រុមខ្លួនដែលលោកគូយុនយុបជាសមាជិកបានធ្វើដំណើរមកកាន់ប្រទេសតៃវ៉ាន់ដើម្បីចូលរួមសកម្មភាពផ្សព្វផ្សាយរបស់ក្រុមពេលនោះ Baby Su ដែលជាអ្នកគាំទ្ររបស់លោកស្រាប់ក៏មានឱកាសបានជួបនិងស្គាល់លោកដោយផ្ទាល់តាមរយៈកម្មវិធីទូរទស្សន៍មួយក្រោយពីការជួបគ្នានៅលើកនោះមកអ្នកទាំងពីរក៏បានចាប់ផ្ដើមតាក់ទងគ្នាហើយទំនាក់ទំនងមួយនេះក៏បានវិវត្តពីអ្នកគាំទ្រក្លាយទៅជាស្នេហាយ៉ាងជ្រាលជ្រៅប៉ុន្តែដោយសារតែសម្ពាធពីអាជីពសិល្បៈក៏ដូចជាបញ្ហាចម្ងាយរវាងប្រទេសទំនាក់ទំនងរបស់អ្នកទាំងពីរមិនអាចបន្តទៅមុខបានឡើយហើយក៏បានសម្រេចចិត្តបែកគ្នានៅក្នុងឆ្នាំ2000ពេលវេលាបានកន្លងផុតទៅជាង20ឆ្នាំអ្នកទាំងពីរបានរស់នៅលើផ្លូវជីវិតរៀងៗខ្លួន Baby Su បានរៀបការជាមួយអ្នកចំនួនចិនម្នាក់ឈ្មោះ Wang Xiufei និងមានកូន2នាក់មុននឹងលែងលះគ្នាក្នុងឆ្នាំ2021ក្រោយពេលដឹងដំណឹងនេះគូយុនយុបបានសាកល្បងទូរស័ព្ទទៅលេខចាស់ដែលលោកបានរក្សាទុកអស់រយៈពេលជាង2ទសវត្សរ៍អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ Baby Su នៅតែប្រើលេខដដែលការហៅទូរស័ព្ទតែមួយលើកនោះបានក្លាយជាចំណុចចាប់ផ្ដើមនៃស្នេហាដែលធ្លាប់បានបាត់បង់នៅឆ្នាំ2022អ្នកទាំងពីរបានសម្រេចចិត្តរៀបការជាមួយគ្នាគូយុនយុបធ្លាប់បាននិយាយថាខ្ញុំកំពុងតែបន្តស្នេហាដែលមិនអាចបញ្ចប់បានកាលពី20ឆ្នាំមុនក្រោយពីរៀបការលោកបានផ្លាស់ទៅរស់នៅទីក្រុងតៃប៉េដើម្បីនៅក្បែរនិងមើលថែភរិយាអ្នកទាំងពីរបានជ្រើសរើសរស់នៅយ៉ាងសាមញ្ញឆ្ងាយពីភាពអ៊ូអរនៃសិល្បៈហើយព្យាយាមចំណាយពេលជាមួយគ្នាឲ្យបានច្រើនបំផុតប៉ុន្តែសុភមង្គលនេះមិនបានស្ថិតស្ថេរយូរឡើយនៅថ្ងៃទី2ខែកុម្ភៈឆ្នាំ2025អំឡុងពេលធ្វើដំណើរកម្សាន្តជាមួយគ្រួសារនៅប្រទេសជប៉ុន Baby Su បានទទួលមរណភាពក្នុងវ័យ48ឆ្នាំដោយសារជំងឺរលាកសួតដែលបង្កឡើងបន្ទាប់ពីឆ្លងជំងឺផ្ដាសាយដំណឹងនេះត្រូវបានក្រុមគ្រួសារប្រកាសជាផ្លូវការនៅថ្ងៃទី3ខែកុម្ភៈឆ្នាំ2025និងបានធ្វើឲ្យអ្នកគាំទ្រទូទាំងអាស៊ីមានការភ្ញាក់ផ្អើលនិងសោកស្ដាយយ៉ាងខ្លាំងការបាត់បង់របស់នាងបានធ្វើឲ្យមនុស្សជាច្រើនរំជួលចិត្តព្រោះស្នេហាដែលរងចាំអស់រយៈពេលជាង20ឆ្នាំទីបំផុតបានត្រឡប់មកវិញប៉ុន្តែអ្នកទាំងពីរមានឱកាសរស់នៅជាមួយគ្នាជាប្តីប្រពន្ធបានត្រឹមតែប្រមាណ3ឆ្នាំប៉ុណ្ណោះរហូតមកដល់សប្តាហ៍ថ្ងៃរឿងរ៉ាវរបស់ Baby Su និងKo Yeon Yupនៅតែត្រូវបានអ្នកគាំទ្រជាច្រើនលើកឡើងថាជារឿងស្នេហាមួយដែលបង្ហាញថាពេលខ្លះជីវិតអាចផ្ដល់ឱកាសឲ្យយើងបានជួបមនុស្សដែលយើងស្រឡាញ់ម្ដងទៀតប៉ុន្តែគ្មាននរណាម្នាក់អាចដឹងថាយើងនឹងមានពេលវេលានៅជាមួយគ្នាបានយូរប៉ុណ្ណានោះទេដូច្នេះខណៈដែលមនុស្សជាទីស្រឡាញ់នៅក្បែរយើងការស្រឡាញ់ការយកចិត្តទុកដាក់និងការចំណាយពេលវេលាជាមួយគ្នាប្រហែលជាអំណោយដ៏មានតម្លៃបំផុតព្រោះគ្មាននរណាម្នាក់អាចដឹងថានៅថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើងនោះទេចុះសម្រាប់ប្រិយមិត្តវិញតើអ្នកនៅចាំ Sunshine នៅក្នុងរឿង Ever ឬ Meteor Garden ដែរឬទេហើយតើរឿងស្នេហារបស់ Baby Su និងKo Yeon Yupបានធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងណាដែរសូមចូលរួមចែករំលែកមតិយោបល់របស់អ្នកនៅក្នុង comment ខាងក្រោមទាំងអស់គ្នា